អូននេះគឺជាឈុតឆាកមួយនៃការសម្ដែងខ្សែភាពយន្តរឿងភាគរបស់ស្ថានីយទូរទស្សន៍មួយហើយនេះគឺជាឈុតដែលយើងឃើញថាមានតួអង្គស្រីពីរនាក់គឺតួស្រីមានម្នាក់គឺតួឯកដែលយើងមើលទៅឃើញចំនេះគាត់គឺជាតួឯកស្រីនៅក្នុងរឿងហ្នឹងហើយតួឯកប្រុសអត់ទាន់មានឃើញឈុតមកដល់ទេក្នុងរឿងនេះមានតួឯកសំខាន់មានតួឯកប្រុសទី1តួឯកទី2តួទី3អញ្ចឹងណាបងប្អូនព្រោះដោយសាររឿងនេះมันបានបង្ហាញពីតួឯកមានតែមួយទេគាត់ថាតួមានតាមកម្រិតចង់និយាយថាតួប្រុសមាន3នាក់តួទី1តួទី2តួទី3តែតួទី1គឺជាតួអង្គដែលសំខាន់ជាងគេហើយឥឡូវនេះគឺយើងកំពុងតែបង្ហាញតួឯកស្រីទី1តួឯកស្រីគឺមានតែម្នាក់ទេរឿងនេះព្រោះដោយសារតួប្រុសទាំង3នាក់ហ្នឹងលួចស្រឡាញ់តួស្រីម្នាក់ហ្នឹងគឺជាតួឯកស្រីដែលបងប្អូនកំពុងតែឃើញនេះណាហ្នឹងហើយបើតួស្រីបន្តបន្សំផ្សេងទៀតក៏មានប៉ុន្តែមិនមែនជាតួដែលសំខាន់ដូចតួឯកស្រីទេគឺជាតួបន្តបន្សំដែលយើងហៅថាតួបន្តបន្សំប៉ុន្តែបើតួប្រុសមាន3មានតួសំខាន់ទី1តួសំខាន់ទី2តួសំខាន់ទី3ទាំង3នាក់គាត់ហ្នឹងគឺសុទ្ធតែមានបំណងស្រឡាញ់តួស្រីទាំងអស់ហ្នឹងហើយឥឡូវក៏លេខមកដល់ពេលនេះយើងឃើញថាជួតឆាកមួយដែលតួប្រុសទី2តួប្រុសម្នាក់ទៀតគឺកំពុងតែមករកតួស្រីដល់ក្រុមហ៊ុនហ្នឹងហើយតាមពិតក្រុមហ៊ុននេះគឺជាកន្លែងធ្វើការគាត់នេះគឺជាអគ្គនាយកក្រុមហ៊ុនហ្នឹងហើយតួឯកស្រីមួយហ្នឹងគឺធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងតែគាត់ថាឈុតនេះដូចជាតួស្រីអត់មកធ្វើការដល់តួស្រីអត់មកធ្វើការទៅអញ្ចឹងតួឯកប្រុសតួប្រុសទី2ហ្នឹងគាត់មកសួរនាំអញ្ចឹងណាហើយតួស្រីដែលឈរក្បែរនេះកំពុងតែលិតមាត់លិតអណ្ដាតតិចនេះនឹងគឺជាតួស្រីដែលមានតួនាទីជាអ្នកចូលរួមទុនចូលរួមពីហ៊ុនជាមួយនឹងលោកអគ្គនាយកនេះហើយដើម្បីបើកទៅលើអាជីវកម្មអីមួយអញ្ចឹងណាបងប្អូនហ្នឹងហើយសាច់រឿងលម្អិតយើងនឹងបង្ហាញនៅតាមកញ្ចក់ទូទាំងអស់គ្នានាពេលឆាប់នេះហើយពេលនេះពួកគាត់កំពុងតែចរចាសួរតួស្រីនៅណាតួស្រីនៅណាអញ្ចឹងណាហ្នឹងហើយមើលទៅមុខតួប្រុសរៀងដូចមាំដូចមានកាចណាមកសួរតួស្រីនេះប៉ុន្តែដូចជារៀងសកម្មភាពមុខទឹកមុខអីដូចជាមាំដូចជាកាចណាសួរតួស្រីនៅណាតួស្រីមិនមកធ្វើការទេតួស្រីអត់មកតួស្រីទៅណាអញ្ចឹងណាបងប្អូនហ្នឹងហើយតួស្រីមួយទៀតដែលកំពុងតែឈរជាប់ហ្នឹងគាត់សម្បូរថាអីទេបាននាងមកឲ្យទៅអញ្ចឹងណាបងប្អូនហើយនេះគឺជាឈុតឆាកនៃការសម្ដែងផងជាមួយនឹងឈុតឆាកនៅក្នុងឆាកនៃការសម្ដែងចង់បង្ហាញទៅដល់បងប្អូនដែលកំពុងទៅទស្សនាដែលមានបំណងចង់ខ្លាចជាអ្នកសិល្បៈចង់ខ្លាចជាអ្នកចេះសម្ដែងអាចមើលលេងបានឥឡូវយកបាត់ហើយបងប្អូនមកដល់ឈុតឆាកនេះគឺយកបាត់ទូផងកំពុងតែអង្គុយចាំតាមពិតសមប្រូទេវគ្គនេះគឺកំពុងតែអង្គុយសមប្រូហើយនេះគឺជាឈុតនៅក្នុងឆាកដែលតួបុគ្គលិកគាត់កំពុងតែសម្ដែងពីសាច់រឿងនៅក្នុងឆាកដែលកំពុងតែលេងណាហ្នឹងហើយមានតួនេះគឺជាតួបុគ្គលិកធ្វើការនារីម្នាក់ជាតួអង្គនារីទី1មានទី2ទី3ទី4ទី5តាមពិតបងប្អូននៅក្នុងបន្ទប់ធ្វើការនេះដែលយើងបានថតយកនោះគឺមានអ្នកធ្វើការសុទ្ធតែជានារីទាំងអស់ហើយលោកអគ្គនាយកហ្នឹងប្រុសឃើញប្រុសតែម្នាក់ឯងលោកអគ្គនាយកសម្បីតែអ្នកចូលហ៊ុនចូលទុនជាមួយលោកអគ្គនាយកក៏ជាមនុស្សស្រីដែរអត់មានមនុស្សប្រុសមកចូលហ៊ុនជាមួយទេហើយឥឡូវនេះក៏អ្នកធ្វើការហ្នឹងក៏សុទ្ធតែមនុស្សស្រីទាំងអស់ក្រុមហ៊ុននេះសិតតែមនុស្សស្រីទាំងអស់ប្រុសតែលោកអគ្គនាយកមួយហើយឥឡូវយើងមើលទាំងអស់គ្នានេះជាសកម្មភាពតិចដែលបង្ហាញពីការសម្ដែងរបស់តួអង្គនីមួយគាត់ថាជាការច្បិចយកបន្តិចប្លង់មួយនៅក្នុងឆាកហើយក៏ដូចជានៅក្រៅឆាកនៅពេលណាដែលតួគាត់អត់ទាន់សម្ដែងយើងក៏ផ្តិតយករូបភាពបន្តិចការញញឹមញញែមការនិយាយលេងសើចរបស់គាត់ការដើរដំណើរការធ្វើនេះធ្វើនោះអញ្ចឹងណាបងប្អូនតែពេលនៅក្នុងឆាកក៏ជាសកម្មភាពនៃការសម្ដែងមួយគឺគាត់ដាក់អារម្មណ៍ដាក់បញ្ចូលទឹកមុខរបៀបការសម្ដែងសាច់រឿងហ្នឹងកំពុងតែគិតកំពុងតែដោះស្រាយបញ្ហាកំពុងតែឆ្លោះគ្នាកំពុងអីចឹងណាដូចជាពេលអញ្ចឹងនេះតួស្រីមួយទៀតដែលគាត់កំពុងតែអញញញែមនេះគឺនៅក្រៅឆាកទេដែលយើងអត់យកដល់ពេលចូលដល់ក្នុងឆាកវិញគឺគាត់ចាប់ផ្ដើមសម្ដែងទៅកន្លែងថាមកចត់ឆ្លើយតបនឹងពាក្យសម្ដីរបស់លោកអគ្គនាយកគាត់បានសួរអីចឹងណាបងប្អូនហ្នឹងហើយចឹងសរុបមកវិញបើសិនជាបងប្អូនដែលថ្មីក្រោយដែលចង់សម្ដែងបងអាចមើលវីដេអូនេះបានហ្នឹងហើយយើងមើលពីការសម្ដែងមើលពីទឹកមុខមើលពីកែវភ្នែកមើលពីអរិយាបថនៃការរៀបរឹកធ្វើអីមួយរបស់តួអង្គនីមួយបានហើយជួបមួយខ្ញុំនៅវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញវីដេអូផ្សេងទៀតទាក់ទងមួយសកម្មភាពទាំងក្រៅឆាកទាំងក្នុងឆាកនៃការសម្ដែងរបស់តួអង្គទាំងអស់ទាំងប្រុសទាំងស្រីនឹងបងប្អូនអាចមើលហើយអាចហ៊ានសម្ដែងបានខ្លះៗទៅយន្តទៅហើយមួយទៀតខ្ញុំនឹងបង្ហាញនៅទាំងរូបភាពទាំងសំឡេងនៅវីដេអូក្រោយ
ជាមួយនឹងការសម្ដែងការលើកដាក់ពាក្យក្នុងការនិយាយតង់ចុះតង់ឡើងការប្រើប្រាស់ពាក្យសម្ដីមានឡើងមានចុះអញ្ចឹងណាហ្នឹងហើយអូខេបងប្អូនចឹងអរគុណច្រើនសម្រាប់ការតាមដានមើលវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយជាបន្តទៀតអរគុណ